នេះគឺជា Oppo A5 Pro ដែលខ្ញុំបានធ្វើការតេស្តភាពធន់របស់វាជាច្រើនរបៀបតែម្ដងដែលមានដូចជាការដែលយើងដាក់ទូរស័ព្ទចូលទៅក្នុងសុបហត់ៗក្តៅៗការចាក់ទឹកក្រូចត្រាំជាមួយនឹងទូរស័ព្ទការដែលយើងយកទូរស័ព្ទទៅលាងសម្អាតជាមួយនឹងទឹកដាក់ទូរស័ព្ទចូលទៅក្នុងម៉ាស៊ីនបោកខោអាវហើយនឹងប្រើប្រាស់ស្រោមដៃដើម្បីចុចជាមួយនឹងទូរស័ព្ទមួយហ្នឹងអញ្ចឹងហើយបន្ទាប់ពីខ្ញុំបានធ្វើការតេស្តជាច្រើនរបៀបជាមួយនឹងទូរស័ព្ទ Oppo A5 Pro នេះគឺខ្ញុំឃើញថាទូរស័ព្ទនេះគឺជាស្តង់ដារការពារកម្រិតកម្ពស់ដែលមានភាពធន់មែនទែនដែលវាបំពាក់មកជាមួយនឹងអាវក្រោះការពារទឹក IP69 ដែលវាធន់នឹងទឹកជម្រៅ1ម៉ែត្រកន្លះរយៈពេល30នាទីហើយនឹងធន់នឹងទឹកដែលមានកម្ដៅរហូតដល់80អង្សា Oppo A5 Pro នេះបានឆ្លងកាត់ការពិសោធន៍ភាពធន់ស្តង់ដារយោធាអាមេរិករហូតដល់14កម្រិតផ្សេងគ្នាដែលគេធានាថាទៅលើការប្រើប្រាស់ប្រចាំថ្ងៃគឺបានយ៉ាងល្អមែនទែនអញ្ចឹងហើយបើសិនជាយើងនិយាយទៅចំពោះទូរស័ព្ទមួយនេះគឺវាមានភាពធន់អញ្ចឹងហើយសម្រាប់បងៗដែលគាត់ធ្វើការបែបជាមួយនឹងអីវ៉ាន់អីធ្ងន់ៗអីគឺអាចគិតគូរអំពីទូរស័ព្ទមួយនេះបានមិនថាមានតែប៉ុណ្្នឹងឯងចំពោះទូរស័ព្ទនេះក៏មានមុខងារផ្សេងៗជាច្រើនទៀតដូចជាមុខងារដែលគេអាចធ្វើការថតនៅក្នុងទឹកបានដែលគេហៅថា underwater mode ហើយនៅលើដៃរបស់ខ្ញុំនេះគឺជាពណ៌មកការ brown និយាយតាមត្រង់ទៅខ្ញុំស្រឡាញ់ពណ៌នេះខ្លាំងមែនទែនមិនឆើតឆាយពេកមិនសុភាពពេកហើយចំពោះការ design របស់វាវិញនៅពេលដែលយើងចាប់កាន់ដំបូងទៅគឺរូបរាងរបស់វាធ្វើឲ្យដៃរបស់យើងងាយស្រួលក្នុងការកាន់ចំពោះទូរស័ព្ទនេះគឺមានទម្ងន់ស្រាលត្រឹមតែ194ក្រាមជាមួយនឹងកម្រាស់ 7.76 មីលីម៉ែត្រតែប៉ុណ្ណោះចំពោះផ្នែកអេក្រង់វិញគឺវាបំពាក់មកជាមួយនឹង IPS LCD 6.67 inch refresh rate 90Hz ហើយនឹង1000 nit ដែលវាផ្ដល់ភាពងាយស្រួលទោះបីជាយើងចង់ធ្វើការមើលទូរស័ព្ទនេះនៅក្រោមពន្លឺថ្ងៃដែលវាចាំងក៏ដោយបន្ថែមពីនឹងដែរចំពោះអេក្រង់នេះគឺយើងអាចប្រើបានគ្រប់កាឡាក់តែសាក់តែម្ដងមិនថាដៃយើងសើមដៃយើងប្រឡាក់ភេងឬក៏ប្រឡាក់សាប៊ូទេដូចបងប្អូនបានឃើញខ្ញុំតេស្តនៅដំបូងអញ្ចឹងទោះបីជាខ្ញុំប្រើសំដៃចុចនៅលើអេក្រង់នេះគឺវានៅតែដំណើរការធម្មតាបើសិនជាយើងនិយាយអំពីផ្នែកកាមេរ៉ាវិញគឺនៅខាងក្រោយគឺវាមាន2គ្រាប់គឺ50 មេហ្គាសម្រាប់ main camera ហើយនឹង2 មេហ្គាសម្រាប់ macro lens ត្រឡប់មកកាន់កាមេរ៉ាខាងមុខវិញគឺវាមានទំហំ8 megapixel សម្រាប់ឲ្យយើងប្រើប្រាស់ក្នុងការថត selfie ហើយចំពោះវីដេអូវិញគឺអាចថតបាន18-30 frame ចង់បញ្ជាក់ប្រាប់បងប្អូនគ្នាថាទូរស័ព្ទនេះក៏មានមកជាមួយនឹង AI Live Photo ដែលយើងអាចធ្វើការបើកមុខងារនឹងហើយប្រើប្រាស់បានដូចគ្នាបន្ថែមពីនឹងដែរវាក៏មាន AI ផ្សេងៗទៀតតាក់ទងជាមួយនឹងរូបភាពដូចជា AI លុបចំណាំងផ្លាត AI បង្កើនភាពច្បាស់ AI Unblur ហើយនិង AI ដែលអាចធ្វើការលុបវត្ថុចេញពីរូបភាពរបស់យើងឧទាហរណ៍ដូចករណីរូបភាពមួយនេះអញ្ចឹងខ្ញុំចង់ធ្វើការលុបដុំនឹងចេញពីឥដ្ឋក្រោខ្ញុំចុច edit បន្តមកទៀតខ្ញុំចុច AI editor ហើយខ្ញុំ zoom ហើយខ្ញុំយក AI eraser នេះយើង zoom មកយើងគូសនៅលើវាមកអញ្ចឹងវាធ្វើការចាប់ហើយអញ្ចឹងនៅពេលដែលវា recognize ហើយឥឡូវវាធ្វើការដើរអញ្ចឹងវាធ្វើការលុបចេញពីរូបភាពរបស់យើងអញ្ចឹងយើងទទួលបានរូបភាពមួយដែលអត់មានយើង compare នេះមកចំពោះរូបនេះវិញគឺថតទៅវារៀង blur អញ្ចឹងខ្ញុំអាចធ្វើការប្រើប្រាស់ AI ខ្ញុំចុច edit ខ្ញុំចុច AI editor unblur អញ្ចឹងវាធ្វើការ unblurring តាក់ទងជាមួយនឹងរូបភាពមួយហ្នឹងហើយវាកំពុងតែ unblurring ហើយយើងគ្រាន់តែរងចាំមក flat អូខេយើងទទួលបាន result យើងចុច compare ទៅហើយយើងចុច done ដូចគ្នាគឺជាការស្វែងចំពោះរូបនេះវិញគឺជារូបខ្ញុំអញ្ចឹងខ្ញុំចង់ធ្វើការបង្កើនភាពច្បាស់របស់វាខ្ញុំចូល edit ដដែលខ្ញុំចូល AI editor ហើយខ្ញុំចុច enhance clarity អូខេតមកទៀតវាធ្វើការបង្កើនទៅលើភាពច្បាស់នៃរូបភាពមួយហ្នឹងឯងអញ្ចឹងតើតើជាមួយប្រើប្រាស់ AI គឺនៅក្នុងហ្នឹងគឺវាមានហើយស្រាប់ហើយគឺយើងអាចធ្វើការប្រើប្រាស់បានដោយអ្វីដែលខ្ញុំបានបង្ហាញជូនទៅកាន់អ្នកនរគ្នាអញ្ចឹងចំពោះនេះវិញគឺខ្ញុំថតទៅវាមានអារម្មណ៍ថាភ្លើងឡងនៅលើឥដ្ឋការ៉ូអញ្ចឹងយើងចូល edit យើងចូល AI editor យើងយក remove reflection អញ្ចឹងកន្លែងនេះគឺវានឹងធ្វើការជួយកាត់បន្ថយទៅលើ reflection នៅលើរូបភាពរបស់យើងបានប្រសើរគ្រាន់បើអញ្ចឹងយើងរងចាំមក flat ទៅគឺវាកាត់ចេញហើយឃើញទេ Oppo A5 Pro នេះគឺបំពាក់មកជាមួយនឹង chip Snapdragon 6F 4G Gen 1ជាមួយនឹង RAM 8GB បូក 8GB ព្រមទាំង storage 128GB ទូរស័ព្ទនេះគឺវាដំណើរការនៅលើ ColorOS 15ផ្អែកលើ Android 15ហើយទូរស័ព្ទនេះគឺមានទំហំថ្ម 5800 mAh ដែលយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងកម្លាំងសាក 45W មិនត្រឹមតែប៉ុណ្្នឹងទេចំពោះទូរស័ព្ទនេះគឺមានមកជាមួយនឹង AI បន្ថែមទៀតដូចជា AI Note AI Document ហើយនិង AI Link Boost ជាដើមបើសិនជាសរុបជារួមហ្មងចំពោះទូរស័ព្ទ Oppo A5 Pro នេះគឺយើងឃើញថាវាមានភាពធន់មែនទែនដោយអ្វីដែលខ្ញុំបានធ្វើការតេស្តអញ្ចឹងគឺយើងបានធ្វើការតេស្តជាច្រើនទម្រង់គឺឃើញថាទូរស័ព្ទនេះវានៅតែមានភាពធន់ដដែលចុះបងប្អូននេះគិតយ៉ាងម៉េចដែរចំពោះទូរស័ព្ទមួយនេះហើយបើសិនជាបងប្អូននេះចង់ដឹងអំពីព័ត៌មានបន្ថែមទាក់ទងជាមួយនឹងទូរស័ព្ទមួយនេះអាចធ្វើការស្វែងរកនៅលើ page ផ្លូវការរបស់ Oppo បានវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយ